វាធ្វើឲ្យកុំព្យូទ័រចាស់ៗរបស់អ្នកទាំងអស់គ្នាមានដំណើរការលឿនជាងមុនអូខេអញ្ចឹងអ្នកទាំងអស់គ្នាកំពុងតែជួបបញ្ហាជាមួយនឹងការបើកកុំព្យូទ័រមកវា slow boot ឬក៏បើកជាមួយនឹងកម្មវិធីអីមួយវាដំណើរការយឺតមែនទេអូខេអញ្ចឹងថ្ងៃហ្នឹងខ្ញុំមាន2-3ចំណុចដើម្បីចែករំលែកទៅកាន់គ្នាយើងដើម្បីជួយជាកលឹះមួយដែលទាំងអស់គ្នាអាចសាកល្បងបានបើសិនជាវាដំណើរការទាំងអស់គ្នាអាច comment ប្រាប់ខ្ញុំផងជាក់ស្ដែងគឺខ្ញុំប្រើជាមួយនឹងកុំព្យូទ័រចាស់ៗរបស់ខ្ញុំគឺវាដំណើរការបានគ្រាន់បើជាងមុនវាថាវាមិនដូចកុំព្យូទ័រថ្មីជំនាន់ក្រោយៗឥឡូវទេប៉ុន្តែវាអាចជួយជាមួយនឹងកុំព្យូទ័ររបស់យើងអាចដំណើរការបាននៅក្នុងកម្រិតមួយវា better ជាយើងអត់ធ្វើឲ្យសោះអូខេអញ្ចឹងចំណុចទី1នោះគឺខ្ញុំចង់ឲ្យទាំងអស់គ្នាបិទជាមួយនឹងកម្មវិធីដែលយើងអត់ប្រើចោលមានថាយើង disable វាចោលប៉ុន្តែយើងមិនលុបកម្មវិធីហ្នឹងទេអូខេអញ្ចឹងដោយវីដេអូមុនខ្ញុំបរៀនទាំងអស់គ្នាអំពី shortcut មួយគឺ control C ជាមួយនឹង escape គឺយើងបើកជាមួយនឹង task manager របស់យើងអញ្ចឹងបន្តមកគឺយើងចូលមកកាន់ start up app នេះតើគ្នាបន្តមកគឺទាំងអស់គ្នាអាច disable app មួយចំនួនដែលទាំងអស់គ្នាអត់ប្រើទាំងអស់គ្នាអាចបិទជាមួយនឹងកម្មវិធីដែលទាំងអស់គ្នាអត់ប្រើបាននៅកន្លែងហ្នឹងចំណុចទី3នោះគឺទាំងអស់គ្នាអាចបើកជាមួយនឹង best performance នៅក្នុងកុំព្យូទ័ររបស់យើងមានថា performance វាបានប្រមាណគឺយើងបើកទាំងអស់ពេលខ្លះកុំព្យូទ័ររបស់យើងវា performance អាចដំណើរការជាមួយនឹងកម្មវិធីទូទៅបានហើយប៉ុន្តែយើងអត់បើកកន្លែងហ្នឹងគឺវាជាបញ្ហាមួយដែរដែលធ្វើឲ្យកុំព្យូទ័ររបស់យើងកាំងអូខេអញ្ចឹងដើម្បីបើកបានគឺទាំងអស់គ្នាចុចតាមខ្ញុំគឺ Windows ជាមួយនឹងអក្សរ R ហើយទាំងអស់គ្នាអាចសរសេរអក្សរដូចខ្ញុំមកគឺ sysdm.cpl អូខេមកបន្តមកទាំងអស់គ្នាចូលមកកាន់ Advanced ចូល Setting បន្តមកទាំងអស់គ្នានឹងឃើញពាក្យមួយគឺ Adjust for Best Performance អូខេអាហ្នឹងគឺវាកំណត់ជាមួយនឹង Best Performance សម្រាប់កម្មវិធីយើងទូទៅហើយទាំងអស់គ្នាចុចអាហ្នឹងមកបន្តមក Apply អូខេនៅពេលដែលយើងកំណត់ជាមួយនឹង3ចំណុចហ្នឹងហើយទាំងអស់គ្នា complete restart កុំព្យូទ័រទាំងអស់គ្នាមួយសិនអូខេអញ្ចឹងចំណុចទី4គឺខ្ញុំសូមឲ្យទាំងអស់គ្នា clear ជាមួយនឹងមេរោគនៅក្នុងតារាងរបស់យើងអូខេអញ្ចឹងយើងចូលទៅកាន់ start យើងសើចពាក្យថា this clean up តើគ្នាអាចចូលមកយើង enter បន្តមកគឺយើង select យកតារាង C មក clear តារាង C បានដល់គ្នាមិន clear តារាងផ្សេងទេអូខេយើងអូខេមកបន្តហើយគឺយើងselect ទាំងអស់មកគឺអាហ្នឹងយើង clear ជាមួយនឹង file ដែលវាអត់សូវមានប្រយោជន៍សម្រាប់យើងចុចអូខេមកបន្តមកគឺយើង delete file extra tip អញ្ចឹងចំណុចនេះគឺខ្ញុំគិតថាទាំងអស់គ្នាប្រហែលជាដឹងច្រើនហើយគឺយើង clear time ឬក៏ភាគរយ time ភាគរយជាមួយនឹង prefix អូខេអញ្ចឹងដូចគ្នាដែរ Windows ជាមួយនឹងអក្សរ R បន្តមកគឺយើង search ពាក្យថាភាគរយ time ភាគរយមួយទៀតគឺ time មួយទៀតគឺ prefix អញ្ចឹងទាំងអស់គ្នាអាចចូលតាមហ្នឹងម្ដងមួយមកបន្តមកគឺយើង control A យើងចុច delete យើងគ្រីកកន្លែងនេះមួយហើយយើង skip អូខេអញ្ចឹង team ជាមួយនឹង prefix គឺយើងធ្វើដូចគ្នាដែរយើងចូលទៅយើង select file ទាំងអស់គឺយើង delete ចោលទាំងអស់ទៅពួកអីកន្លែងហ្នឹងគឺវាជាមេរោគមួយដែរមានថាវាចាប់ជាមួយនឹង data ដែលយើងបានដំណើរការនៅក្នុងកម្មវិធីហ្នឹងវា store នៅក្នុងកន្លែង team ហ្នឹងអូខេអញ្ចឹងយើងលុបជាមួយនឹងកន្លែង file នៅក្នុង team ហ្នឹងគឺវាអត់មានអីប៉ះពាល់ជាមួយនឹងកុំព្យូទ័ររបស់យើងទេអូខេសង្ឃឹមថា tip នេះវាមានប្រយោជន៍សម្រាប់អ្នកនរគ្នាហើយជួយ comment ប្រាប់ខ្ញុំផងថាតើអ្នកនរគ្នាអាចធ្វើបានឬក៏អត់ទេបើសិនជាជួបបញ្ហាអីទាំងអស់គ្នាអាច comment នៅខាងក្រោមបានយើងនឹងដោះស្រាយតាមរយៈការធ្វើវីដេអូជាបន្តទៀតអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ